គឺជាលើកទី4ហើយដែលខ្ញុំធ្វើដំណើរហើយឆ្លងកាត់ពលានយន្តហោះ KTI ពលានយន្តហោះដៃជោធ្វើដំណើរជុំវិញក្បែរអាស៊ីយើងហ្នឹងខ្ញុំឃើញថាពលានយន្តហោះយើងធំល្អណាស់ប្រៀបធៀបជាមួយនឹងពលានយន្តហោះដែលនៅក្បែរប្រទេសយើងជុំវិញហ្នឹងស្អាតជាងគេធំជាងគេបាទហើយបងប្អូនយល់យ៉ាងណាដែរអ្នកដែលធ្លាប់ធ្វើដំណើរនៅក្បែរប្រទេសយើងហ្នឹងបាទដូចជាពលានយន្តហោះនៅប្រទេសឡាវប្រទេសវៀតណាមប្រទេសម៉ាឡេស៊ីអីគឺនៅទូជាងយើងទេក៏ប៉ុន្តែបើនិយាយរឿង busy វិញគឺខាងគេ busy ជាងខាងយើងនៅមិនទាន់ busy នៅឡើយទេបាទសង្ឃឹមថាទៅថ្ងៃអនាគតពលានយន្តហោះយើងនឹងក្លាយជាពលានយន្តហោះអន្តរជាតិដ៏ធំមួយសម្រាប់តភ្ជាប់ជើងហោះហើរពីបណ្ដាប្រទេសទូទាំងពិភពលោកបាទហើយបើតាមដែលខ្ញុំដឹងគឺទំហំផ្ទៃដីដែលបានសាងសង់ហ្នឹងគឺមិនទាន់សាងសង់ពេញទៅឡើយទេបាទទើបតែបាន1/3ទេបាទដូច្នេះប្រសិនបើសាងសង់គ្រប់ឃើញថាពលានយន្តហោះមួយនេះគឺធំមែនតើដែលអាចស្រូបទាញភ្ញៀវទេសចរក៏ដូចជាអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាយើងបានកាន់តែច្រើនសូមបងប្អូនទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាពបាយបាយនេះជាការធ្វើដំណើរសារជាថ្មីរបស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ាការធ្វើដំណើរមួយនេះគឺគ្រាន់តែទៅធ្វើបុណ្យតែប៉ុណ្ណោះដូច្នេះបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូមួយនេះសូមចែករំលែកនៅបុណ្យកុសលឲ្យបានគ្រប់គ្នាផងសម្រាប់បងប្អូនដែលមានបំណងចង់ទៅទស្សនានៅប្រទេសមីយ៉ាន់ម៉ាបងប្អូនអាចមើលទស្សនានៅវីដេអូមួយនេះដើម្បីជាចំណេះដឹងខ្ញុំបានធ្វើដំណើរតាមជើងយន្តហោះ MAI ដែលជាយន្តហោះរបស់ប្រទេសមីយ៉ាន់ម៉ាហើយតម្លៃសម្បត្តិទៅមកគឺចន្លោះអំពី$280ទៅដល់$320អាស្រ័យទៅលើពេលវេលានៃការទិញសម្បត្តិកាលណាយើងទិញរយៈពេលភ្លាមតម្លៃក៏វាថ្លៃបែបនោះដែរការធ្វើដំណើរមានរយៈពេល2ម៉ោងហើយធ្វើដំណើរភាគច្រើនគឺចេញដំណើរនៅពេលយប់បាទខ្ញុំបានមកដល់ប្រទេសមីយ៉ាន់ម៉ាហើយបាទនេះគឺជាចរាចរណ៍ទៅមកនៅក្នុងទីក្រុងយ៉ាងហ្គូនបាទនៅតំបន់យ៉ាងទីនបាទនៅតំបន់យ៉ាងទីនតំបន់មួយនេះគឺមានសុវត្ថិភាពជាងគេដោយជនបរទេសជាច្រើនចូលចិត្តស្នាក់នៅតំបន់នេះប្រជាជនភូមាមានសរុបទាំងអស់ជាង50លាននាក់បាទប្រហែលជាខ្ទង់56ទៅ57លាននាក់នេះបើតាមរបាយការណ៍អំពីស្ថាប័នរដ្ឋរបស់ភូមាហើយប្រជាជនភាគច្រើនហ្នឹងគឺប្រកបមុខរបរខាងកសិកម្មបាទគាត់ធ្វើកសិកម្មមានដំណាំស្រូវដំណាំអ្វីៗបន្លែជាច្រើនបាទហើយប្រទេសនេះមានទាំងអស់ជា10រដ្ឋហើយចែកចេញជា130ជាតិសាសន៍បាទគឺទៅចម្រុះជាតិសាសន៍តែម្ដងនៅក្នុងសហភាពសហព័ន្ធមីយ៉ាន់ម៉ានេះជំនឿសាសនាវិញគឺប្រទេសនេះកាន់សាសនាព្រះពុទ្ធបាទហើយបើនិយាយពីរឿងធ្វើបុណ្យវិញគឺថាធ្វើយកបុណ្យតែឯងតែម្ដងបាទគឺមានជំនឿខ្លាំងណាស់បាទសុខចិត្តអត់មហូបអត់អីហូបឲ្យតែបានធ្វើបុណ្យបាទចំណែកវិស័យដឹកជញ្ជូនវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះជាពិសេសទីក្រុងយ៉ាងហ្គូនការធ្វើដំណើរគឺអាស្រ័យទៅលើរថយន្តក្រុងបាទប្រជាជនមានជីវភាពអន់ថយដូច្នេះរថយន្តក្រុងគឺដាច់ជាងគេចំណែកអ្នកមធ្យមគាត់ជិះតាក់ស៊ីទៅបាទតម្លៃ5000 10000អីទៅតាមចិត្តគឺឆ្ងាយ
បាទនេះគឺជាផ្លូវមួយដែលស្ថិតនៅមុខshopping center ដែលមានឈ្មោះថា Myanmar Plaza ហើយជាទូទៅគឺនៅពេលដែលខ្ញុំឆ្លងកាត់ប្រទេសនេះគឺខ្ញុំតែងតែមកទីនេះបាទព្រោះជាកន្លែងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលមានសពគ្រប់ទាំងអស់ម្ហូបអាហារសម្លៀកបំពាក់គ្រឿងអេឡិចត្រូនិកហើយជាពិសេសនោះគឺមានកាហ្វេផឹកបងប្អូនបាទបើសិនជាចង់ញ៉ាំកាហ្វេដែលមានឈ្ងុយឆ្ងាញ់អីហ្នឹងគឺមានតែមួយកន្លែងគត់ទេបាទនៅខាងក្រោមជាន់ខាងក្រោមនឹងឯងបាទដូច្នេះព្រឹកឡើងអីខ្ញុំមកហូបកាហ្វេនៅកន្លែងនេះបាទមានតាក់ស៊ីក៏ហូបបានយើងអាចដើរឆ្លងបានហើយពេលនេះget a taxi. Hello, Minglaba. He is my husband, no passenger. Oh, your husband? Yeah. Oh, it's okay. Myself. So you just start right, and then he guide you. Yeah. Okay. He cannot drive, but he can show me how to wait. Okay, very good. You speak. Pagoda, you know. Yeah, I would like to go there and pray at Swetagon Pagoda. Okay, so. Today I'm lucky I with a taxi driver woman. Hi, good morning all friends. Today I'm in Yangon and I go to Swetagon Pagoda that people recognize this is a golden pagoda. I used to come here many times, but this is maybe 1 year ago that I missed the country. I come to visit again visit my friend and just remember what I spent my life in Myanmar. Not so many people are interesting to come because of so many factors, especially on the political. But it's okay. When I come here, I feel like everything is good. Hopefully, soon Myanmar will be better. Let's see to Swetagon Pagoda together. Finally, I'm arrived Swetagon Pagoda. 1,600. 8,000. 600. Okay, I give you 15. 8,600. Oh, thank you very much, sir. Thank you. Thank you, sir. Oh, what's your name? Tan Chong. Techo. Tan Chong. Okay, Techo. Okay, thank you so much. Okay, sir.
សម្រាប់ជនបរទេសដែលចូលមកទស្សនានៅក្នុងចេតិយមាស Swedagon នេះត្រូវទិញសំបុត្រដែលមានតម្លៃ 25,000 រៀល 25,000 ខ្ចាត់សម្រាប់ជនបរទេសម្នាក់ហើយប្រសិនបើយើងមានកាមេរ៉ាវីដេអូយើងត្រូវបង់ថ្លៃ 35,000 ទៀតសម្រាប់ខ្ញុំអស់រហូតដល់ 50,000 ខ្ចាត់ជាងបានតែមិនអីទេយូរយើងបានមកម្ដងទេបាទវាចេះបង់ថ្លៃសេវាឲ្យគេទៅគេយកទៅកសាងក៏ដូចជាការចូលបុណ្យដែរបាទ សូមជម្រាបដែរថានៅជុំវិញវត្តចេតិយ Swedagon នេះគឺមានទៅតាមថ្ងៃបាទដូចជាថ្ងៃនេះគឺជាថ្ងៃសុក្រសម្រាប់អ្នកកើតថ្ងៃសុក្រអាចមកស្រង់ព្រះបាទថ្វាយគុណធាពិដោអីចឹងទៅដើម្បីសូមសេចក្តីសុខសម្រាប់បងប្អូនដែលមានថ្ងៃខែឆ្នាំកំណើតកើតនៅថ្ងៃសុក្របាទឬទៅតាមថ្ងៃផ្សេងៗរបស់បងប្អូន Sapi bilang. Sapi bilang. What? You want it? You want it?
Xong là xong là và mà đoประเทศเมียนมามาชูบายทัวร์ดำน้ำสำหรับจุดบอลเต้คือเมียนแต่ตักซีนั่นเองมาอะไรจำเมื่อนี้เมียนแกร็บดูใช่ไหมยังพายตักซีแกร็บไอ้สำหรับประชาชนเก็บไว้คือกิจลานกรงลงมาตัวลานกรงเวดำไลทูทลายเติมไปเอาหมอยจัดไอ้อาชีพบานไอ้จำในยืงเถอโจตัวประเชียดมวยเก๋จังอัดกายเต้เมียที่ตักซีเรียงทลายติ๊กอะไรนั่นจำทัวร์ดำน้ำตามแกร็บtừ căn rùm này than Garavi và hai thì chấm này mà mơn chặt và chấm mơn taxi mà đo nơi bạn riêng rồi bậc láng cứ tại tại miền Pro Song thì muốn bận bạt rồi bây giờ cho nên tôi chặt thợ bón á đôi chiều video này trắng này cười Pro Song thì muốn bận bạt về bậc rồi tê rồi đặt mà hốt và rồi tê rồi đặt mà hốt màu ấyและนี่คือខ្ញុំមកដល់សួនការ៉ាវិកហើយគឺយើងហៅមួយទៀតថាសួនកាន់ដយជីបាទមកដល់សួននេះគឺមានបឹងមានដើមឈើមានអីដល់ទៅជាក់ទៅជុំបងប្អូនឃើញខាងក្រោយហ្នឹងដើមឈើធំធំហើយសំខាន់បំផុតហ្នឹងគឺមានសត្វក្អែកនេះយំបាទបើមិនឮសំឡេងក្អែកគឺមិនមែនភូមិទេបងប្អូនគឺមានមួយទៀតគឺមានប្រាសាទទូកនៅក្នុងប្រាសាទហ្នឹងគឺជាភោជនីយដ្ឋានមួយហើយជាវត្តមួយដែរនៅខាងក្រោយសម្រាប់គេយើងមកលេងញ៉ាំអាហារឬក៏គេសម្ដែង show ឲ្យយើងមើលណាគេសម្ដែង show ឲ្យយើងមើលពីប្រពៃណីរបស់មីយ៉ាន់ម៉ាហើយនៅពេលដែលខ្ញុំជន់ទឹកដីភូមិដំបូងហ្នឹងគឺខ្ញុំរស់នៅតំបន់ហ្នឹងឯងគឺនៅក្បែរនេះបាទនៅក្បែរនេះខាងក្រោយហ្នឹងប្រហែលជាត្រឹមតែ500ម៉ែត្រពីហ្នឹងទេដូច្នេះពេលនោះគឺខ្ញុំអាសាមកអង្គុយលេងនៅបឹងហ្នឹងនៅក្នុងសួនហ្នឹងបាទនេះគឺជាបឹងនៅក្នុងបឹងហ្នឹងគឺមានត្រីធំគេហៅត្រី catfish ត្រីឆ្លាំងណាគេយកនំប៉័ងយកអីមកបោះឲ្យវាញ៉ាំទៅអីត្រីក៏ញ៉ាំដល់ខ្លួនឯងស៊ីបាយដោយសារតែអាកាសធាតុនៅទីនេះសើមខ្លាំងបងប្អូនមើលចុះបាទដើមឈើឡើងមានប្រប្រកច្រើននៅលើហ្នឹងមានស្លែហើយបើយើងដើរមិនស្រួលគឺល្អលដួលបោកក្បាលមើលស្លែ moose ហ្នឹងភាសាអង់គ្លេសហៅ moose ហើយក៏មានអ្នកខ្លះហ្នឹងក៏ធ្លាប់មកអង្គុយសង់ទីម៉ងនៅហ្នឹងមកគូហ
ហើយបើយើងអត់គូទេយើងដើរទៅផុតពីកន្លែងហ្នឹងទៅបាទកុំឲ្យខ្មាស់គេឥឡូវខ្ញុំដើរទៅទៀតទៅលើទូកបាទសាទទូកមួយដែលយើងតែងតែឃើញនៅក្នុងលុយរបស់ភូមាហើយក៏ធ្លាប់តែឃើញនៅលើកំពង់ប៊ីយ៉ាមីយ៉ាន់ម៉ាប៊ីដែរហើយគេបើកដូចជាបើកពីពេលល្ងាចបងប្អូនណាចង់មកមើល show អីរបាំប្រពៃណីរបស់ភូមាអីគឺមកពេលល្ងាចមកហើយអាហារ buffet នៅនេះបើតាមខ្ញុំដឹងប្រហែលជាមួយពេល$20អីដែរហើយជាក្រែស្ដាច់ទេមកទៅបាទនេះគឺជាសួនកាន់ដឈីឬក៏ហៅមួយទៀតគេហៅថា Royal Carawix រីកវាំង Carawix ស្អាតណាស់បងប្អូនមានពេលទំនេរមកចូលលេងកន្លែងនេះមកមានផ្លូវដើរមានទេសភាពទឹកបឹងពណ៌បៃតងណាហើយចូលក្នុងសួននេះត្រូវទិញសំបុត្រ500ខ្ចាត់បាទធូរថ្លៃដែរទេ500ខ្ចាត់ហើយ700រៀលលុយខ្មែរយើងទេចូលមកថតរូបអីទៅស្អាតណាស់ខ្ញុំក៏បានបញ្ចប់នៅការដំណើររបស់ខ្ញុំនៅទីនេះហើយនេះគឺជា downtown បាទគឺជាទីក្រុងយ៉ាងហ្គូនចំកណ្ដាលទីក្រុងតែម្ដងបាទហើយការធ្វើដំណើររបស់ខ្ញុំក៏បានបញ្ចប់ក្រោយពីបានទៅធ្វើបុណ្យថ្វាយបង្គំព្រះចេតិយមាសហើយខ្ញុំនឹងត្រឡប់ទៅភ្នំពេញវិញបាទដូច្នេះសូមអរគុណសម្រាប់បងប្អូនដែលបានទស្សនាវីដេអូដំណើររបស់ខ្ញុំមកកាន់ទីក្រុងយ៉ាងហ្គូនប្រសិនបើបងប្អូនចូលចិត្តសូម Subscribe Channel ឬក៏ Follow Page របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗក្រោយៗទៀតបាទសូមអរគុណសូមជម្រាបលា